ចឹងអិនមីក្រូសូមរំលឹកទៅដល់ពាក្យចាស់ជាមុនសិនបន្ទាប់ពីវ៉ាងលីនបានបំបាច់នៅក្បួននៃការបង្កាត់ច្បាប់ដោយការហាមឃាត់ផ្សេងអាប់ឈាមនេះភ្លាមៗនោះចំណាស់ DBG គាត់បានដាក់មកតាមពីខាងក្រៅផងដែរចឹងវ៉ាងលីនគេក៏បានប្រាប់កម្លាំងថាពលបានបង្កើតជញ្ជឿរបាំងផ្សេងអាប់ឈាមនេះមិនបាត់បាំងជាពីខ្សែភ្នែកមនុស្សចំណាស់ DBG តែទោះបីយ៉ាងណាក៏ដោយគាត់នៅតែមានការសង្ស័យហើយអានោះព្រមវល់វាគេបានប្រែថាកុំឲ្យគាត់មើលឃើញអីកុំឲ្យគាត់មើលឃើញអីចឹងណាម្ល៉េះហើយវ៉ាងលីនគេក៏បានប្រាប់វិជាគ្រប់គ្រងក្បួននៃការបង្កើតនិងបើកផ្លូវមួយក៏ធ្វើឲ្យមនុស្សចំណាស់ DBG គាត់ក៏បានមកបែរទៅខាងមុខវិញទៅហើយមិនតែប៉ុណ្ណោះវ៉ាងលីនគេក៏បានបញ្ជាដើរឈាមទាំងអស់នេះមកវិភាគទៅកាន់មនុស្សចំណាស់ DBG ផងដែរគាត់ធ្វើឲ្យដុំភ្លើងវល់វាលួសព្រលឹងហើយនឹងបាននិយាយសួរថាលោកម្ចាស់ហេតុអ្វីបានជាលោកម្ចាស់ឯងធ្វើដូច្នោះបើសិនមកមនុស្សចំណាស់ DBG គាត់មើលឃើញទីតាំងរបស់ពួកគេនឹងប្រកាសជាអតិថិទាំងពីរនាក់ហើយតែទោះបីជាណាក់ដែរចំពោះវ៉ាងលីនគេមិនបានខ្វល់ឡើយកលិមើមនុស្សចំណាស់ DBG នៅវិញគាត់គិតថាទាំងអស់ហ្នឹងគ្រាន់តែជាល្បិចកបិចកប៉ុកចឹងណាដូច្នេះហើយគាត់ក៏បានស្បាក់ខ្លួនចឹងលឿនបំបាច់ក្បួននឹងកាប់បង្កាត់ផ្សេងអាប់ឈាមនេះទាំងបង្ខំតែម្ដងវ៉ាលីនក៏បានជាប្រាប់ដួងភ្លើងវល់ស្លីកូឲ្យបានដឹងថាមនុស្សចំណាស់ DBG គាត់ម្នាក់ហ្នឹងគឺប្រពេញទៅដោយល្បាញហើយបើសិនបានមិនឲ្យគាត់បំបែកក្បួននឹងកាប់បង្កាត់នេះទៅបន្តដៃរបស់គាត់នោះទេចឹងហើយគាត់ប្រកាសជាមានការសង្ស័យជាមិនខានហើយតែបានលីចឹងគាត់ធ្វើឲ្យដួងភ្លើងវល់ស្លីកូវាក៏បានដឹងពីអ្វីដែលវ៉ាលីកំពុងតែធ្វើផងដែរនឹងបានសរសើរទៅកាន់វ៉ាងលីនថាលោកម្ចាស់ឯងពិតជាមានភាពវៃឆ្លាតពិតមែនម្ល៉េះហើយវ៉ាងលីនគេបានងើបឆ្លងនឹងបានគិតក្នុងចិនថានៅពេលនេះទោះបីជាខ្លួនគេបានគេចផុតពីគ្រោះថ្នាក់ក៏ដោយប៉ុន្តែពួកគាត់ទាំងពីរនេះគឺជាសត្រូវដ៏ធំដែលមានកម្លាំងថាពុកខ្លាំងក្លាហើយវិចារណ៍ទីតាក់ទិនជាមួយនឹងភ្នំច្បាប់ដោយការហាមឃាត់នេះមិនទៅគឺមិនអាចកម្ចាត់ពួកគាត់ទាំងពីរនេះនឹងបានឡើយជាកាត់មើលព្រះប្រាថ្នាទាំង6យ៉ាងណាវិញគាត់បានជាទីកាន់កូនសិស្សរបស់គាត់ជារួមទៅកូនសិស្សរបស់គាត់គ្រាន់តែជាអញ្ចឹងតែប៉ុណ្ណោះគាត់បាននិយាយថាដែលខ្ញុំក៏បានចំណាយពេលយ៉ាងច្រើនជួយសង្គ្រោះឯងចេញពីពលិច្បាប់ដោយការហាមឃាត់បើមិនចឹងនោះទេខ្ញុំក៏បានបដៅខ្ពស់ភ្នំចាប់ដោយការហាមឃាត់នេះរយៈពេល3ខែមុនមកម្ល៉េះតែទោះបីជាណាក៏ដោយឯងគឺជាបន្ទោសាសិទ្ធដែលលោកគ្រូរបស់ខ្ញុំបានមកសតងអញ្ចឹងឲ្យខ្ញុំគឺមិនដាច់ចិត្តបោះបង់ឯងចោលឡើយម្យ៉ាងទៀតគាត់ក៏បាននិយាយតាក់ទងជាមួយនឹងអ្នកដែលបានបំបីក្បួននៃការបង្កាត់ឲ្យគាត់បានតាក់នៅខាងក្រៅនោះផងដែរម្នាក់នោះប្រកាសជាមនុស្សចំណាស់ DBG ជាមិនខានតែទោះបីយ៉ាងណាក៏ដោយគាត់គឺមិនបានខ្វល់ច្រើននោះទេគាត់នឹងព្យាយាមស្វែងយល់នៅបំបីច្បាប់នៃការហាមឃាត់នៅចំពោះមុខនេះបន្ទាប់មកគាត់នឹងឡើងទៅជាន់ទី3ដោយសុវត្ថិភាពជាមិនខានអញ្ចឹងហើយគាត់ក៏បានអង្គុយចុះនិងចាប់ផ្ដើមស្វែងយល់ច្បាប់នៃការហាមឃាត់នៅចំពោះមុខតែទោះបីយ៉ាងណាក៏ដោយមនុស្សចំណាស់ DBG គាត់ក៏បានលូតមកសម្រាប់ខ្លួនចាំងលឿននិយាយខ្លាំងៗទៅកាន់ព្រះប្រាថ្នាទាំង6ថាអាឡិតព្រះប្រាថ្នាទាំង6យើងគឺសូមអរគុណឯងហើយដែលឯងបានរៀបចំក្បួននៃការបង្កើតច្បាប់ដោយការហាមឃាត់រយៈយើងតាមផ្លូវបានយ៉ាងល្អអញ្ចឹងព្រះប្រាថ្នាទាំង6គាត់ក៏បានប្រើប្រាស់កម្លាំងបង្កើតជារបាំងការពារមកទម្រង់ជាមួយនឹងមនុស្សចំណាស់ DBG បាំងហើយបាននិយាយថាតើអ្នកឈួតមែនប្រសិនបើច្បាប់ដោយការហាមឃាត់ដំណាក់កាលចុងក្រោយនេះត្រូវបានខូចខានអញ្ចឹងពួកគាត់ទាំងពីរប្រកាសជាអតិថិទាំងពីរនាក់ជាមិនខានតែកម្លាំងខ្លាំងពេកមនុស្សចំណាស់ DBG គាត់គឺមិនបានខ្វល់ឲ្យថាគាត់នឹងស្លាប់ឯងជាមុនសិនអញ្ចឹងហើយគាត់ក៏បានប្រើប្រាស់ត្រង់នៃការបង្កើតទាំង5នេះចេញមកយល់ទៅត្រង់នៃការបង្កើតទាំង5ហ្នឹងគាត់ក៏បានរកឃើញនៅក្នុងប្រទេសរបស់គាត់ហ្នឹងណាហើយគាត់នឹងប្រើប្រាស់វាដើម្បីសម្រាប់ព្រះប្រាថ្នាទាំង6អញ្ចឹងហើយព្រះប្រាថ្នាទាំង6គាត់ក៏បានបញ្ជាអញ្ជើញរបស់គាត់ឲ្យខ្ជាក់ក្រុមសាឈាមបញ្ជូនទៅកាន់ដៅឈាមហើយគាត់ក៏បានប្រើប្រាស់ដាវហ្នឹងមកទល់ជាមួយនឹងដាវមាសដ៏ធំរបស់មនុស្សចំណាស់ DBG បាំងដែលចំណាយតាមពលទាំងពីរក៏បានសេភីទៅកាន់ក្បួននៃការបង្កើតនេះព្រះប្រាថ្នាទាំង6ដែលបាំងគឺដូច្នោះគាត់បានប្រើប្រាស់កម្លាំងថាពលទៅគ្រប់គ្រងវាមិនតិចទៅហើយបានប្រើប្រាស់កម្លាំងបង្កើតជារបាំងថាពលកាពីមកទម្រង់ជាមួយនឹងស្នេហ៍ដៃរបស់មនុស្សចំណាស់ DBG តន់ពេលវេលាផងដែរដូច្នេះពួកគាត់ទាំងពីរក៏បានស្វាគមន៍ហោះឡើងលើមកវាយគ្នាដោយផ្ទាល់នឹងបាននិយាយថាតើមនុស្សចំណាស់ DBG អ្នកគឺឈួតមែនហេតុវីបានជាចង់ធ្វើដូច្នេះអញ្ចឹងមនុស្សចំណាស់ DBG គាត់បាននិយាយផងដែរឯងក៏បានរៀបចំច្បាប់ដោយការហាមឃាត់តែស្វាគមន៍គាត់តាមផ្លូវកន្លងមកហើយក៏ប្រកែកថាឯងគឺមិនបានជាអ្នកធ្វើអីចំណែកឯហ្វាំងឌិនក៏បានត្រឹមតែឈុំមើលពីចម្ងាយតែប៉ុណ្ណោះគឺរងចាំឱកាសល្អដើម្បីប្រមាញ់ពួកគាត់ទាំងពីរនាក់អញ្ចឹងណាយល់ទៅមនុស្សចំណាស់ DBG គឺដូចជាព្រះប្រាថ្នាទាំង6ក៏បានវាយគ្នាបដានិយាយគ្នាបដាអញ្ចឹងណាហើយមនុស្សចំណាស់ DBG គាត់ក៏បាននិយាយរយៈពេលរាប់រយឆ្នាំកន្លងមកនេះគាត់បានសម្បឹងមើលព្រះប្រាថ្នាទាំង6ក៏បានសម្លាប់បនិកាបង្កើតឲ្យជាច្រើនហើយក៏បានបង្កអសន្តិភាពនៅក្នុងទឹកដីស៊ីមូហៃហើយនៅថ្ងៃនេះគាត់នឹងប្រាប់កាពិតថាវិគុបចាទាំងអស់ដែលព្រះប្រាថ្នាទាំង6បានធ្វើនឹងគឺគ្មានអ្វីដែលធ្វើគាត់ភ័យខ្លាចនោះទេតែទៅចំណែកដែលព្រះប្រាថ្នាទាំង6ក៏បាននិយាយទៅវិញក៏បាននិយាយថាមនុស្សចំណាស់ DBG គឺជាមនុស្សឈួតអញ្ចឹងណាហើយមិនតែប៉ុណ្ណោះមនុស្សចំណាស់ DBG គាត់ក៏បាននិយាយតាក់ទងជាមួយនឹងផ្សែង Apple ដែលព្រះប្រាថ្នាទាំង6ក៏បានរៀបចំដើម្បីរាក់ស្វាគមន៍គាត់ផងដែរតែបានលីចុងគាត់ធ្វើព្រះប្រាថ្នាទាំង6ក៏ពិតជាមានការងឿងឆ្ងល់តាក់ទងជាមួយនឹងក្បួននៃការបង្កើតច្បាប់នៅខាងផ្សេង Apple ថាគាត់ហ្នឹងគឺមិនបានរៀបចំវានោះឡើយយល់ទៅមនុស្សចំណាស់ DBG ក៏ពិតជាខឹងខ្លាំងមែនទែនដែលគាត់ក៏បានប្រាប់កម្លាំងថាពោចេញពីតុងនៃការបង្កើតនេះបើកវិភាគទៅកាន់ព្រះប្រាថ្នាទាំង6ពេញមកទំហឹងហើយទៅបីជាព្រះប្រាថ្នាទាំង6ប្រាប់កម្លាំងថាពលមកទៅប្រងមិនក៏ដោយដោយកម្លាំងថាពលការវិភាគរបស់មនុស្សចំណាស់ DBG ខ្លាំងពេកទៅបានថាពលការពីរបស់គាត់ទប់ទល់មិនបានឡើយអញ្ចឹងគាត់បាននិយាយប្រាប់ថាទាំងអស់នេះវាប្រកាសជាមានការយល់ច្រឡំជាមិនខានអញ្ចឹងគាត់បានចូលឈាមខ្លឹមសារផ្លូវចិត្តរបស់គាត់ឲ្យមនុស្សចំណាស់ DBG នឹងបានជាប្រាប់ថាគាត់ក៏បានរៀបចំតាក់ទិនជាមួយនឹងក្បួននៃការបង្កើតផ្សេង Apple នឹងឡើយហើយក្បួននៃការបង្កើតច្បាប់នៃការហាមឃាត់ទាំងអស់នោះប្រកាសជាមានអ្នកផ្សេងរៀបចំជា
មិនខានហើយគេមិនណែនាំប្រកាសជាមិនតន់ឡើងមកនោះទេមនុស្សចំណាស់ដូចជាបន្ទាប់ពីបានដឹងចឹងហើយគាត់បានរំងអារម្មណ៍និងបានគិតថាម្នាក់នោះប្រកាសជាមនុស្សចំណាស់មេទូស៊ីជាជាមិនខានដែលជាអ្នករៀបចំក្បួនការបង្កើតច្បាប់នៃការហាមឃាត់នោះអញ្ចឹងពួកគាត់ទៅពីគឺមិនបាត់ខ្វល់ឡើយអ្វីដែលសំខាន់បំផុតពួកគាត់គួរណាស់តែឡើងទៅជាន់ទី3ឲ្យបានឆាប់បំផុតតែទោះបីយ៉ាងណាក៏ដោយចំពោះ Franklin បាននិយាយថានៅពេលនេះគឺវាយឺតពេលហើយអញ្ចឹង Franklin គេបានប្រាប់កម្លាំងថាពលឬតែក្រមក៏ដូចជាកម្លាំងថាពលវិញរបស់គេហ្នឹងប្រព្រឹត្តទៅកាន់ក្បួនការបង្ការនេះក៏បានធ្វើឲ្យក្បួនការបង្ការប្រតិកម្មបើការវិភាគទៅកាន់អ្នកទាំងពីរមិនតែប៉ុណ្ណោះអ្នកទាំងពីរពួកគាត់បានដឹងថាអ្នកដែលបានប្រាប់កម្លាំងថាពលបែបហ្នឹងគឺជាអាចចំប់ Franklin នេះឯងចំណែកគេដួងភ្លើងវ៉ូស៊ីលីកូននេះវិញពីពិតជាភ័យខ្លាំងមែនតើថាប៉ុណ្ណឹងគឺចាប់ហើយលោកម្ចាស់អញពិតជាឈួតមែនតើហើយដូច្នេះពួកគាត់ទៅពីគឺគ្មានពេលវេលាទៅចាត់ការ Franklin នោះទេក៏បានត្រឹមតែជាប្រចាំស្វាខ្លួនហៅទៅជាន់ទី3តែទៅបីចំណែកដល់ច្បាប់ថ្មពលការពីរន្តែនៅទីនេះគឺបំបាញ់ប្រាប់ប្រាថ្នាទាំង6ទម្លាក់ចុះមកខាងក្រោមបឿហើយចំណែកគេមនុស្សចំណាក់ DBG ក៏ដូចគ្នាផងដែរទៅបីជាគាត់ជាសម្រាប់ខ្លួនឡើងទៅលើមិនក៏ដោយក៏ត្រូវបានកម្លាំងថាពលរន្ទះច្បាប់នៅការហាមឃាត់បានទម្លាក់គាត់ចុះមកខាងក្រោមដូចគ្នាដូច្នេះប្រាប់ប្រាថ្នាទាំង6គាត់បាននិយាយខ្លាំងថាគាត់ក៏ចាំបាច់បង្ខំចិត្តបំបែកក្បួននៃការបង្កើតច្បាប់នៅការហាមឃាត់នេះតែម្ដងអញ្ចឹងមនុស្សចំណាក់ DBG គាត់បានប្រប្រាស់តង់នៃការបង្កើតរបស់គាត់ប្រតិកម្មក្បួននៃការបង្កើតចំណែកឯព្រះប្រាថ្នាទាំង6គាត់បានប្រប្រាស់អាចងរបស់គាត់ហ្នឹងទៅជាបំបែកក្បួននៃការបង្កើតនេះព្រមជាមួយគ្នាម្ល៉េះដងប្លូវស៊ីលីកូវាបានសម្លឹងឃើញថាគឺមានអ្វីកាត់ឡើងនៅឯជើងភ្នំដែលនោះវាគឺជាកម្លាំងថាពលរន្ទះដែលជាប្រភពដើមក្បួននៃការបង្កើតច្បាប់នៃការហាមឃាត់ទាំងអស់ដែលបានដាក់នៅជើងភ្នំនេះឯងអញ្ចឹង Franklin និងដងប្លូវស៊ីលីកូក៏បានគិតពីទីកន្លែងហ្នឹងហើយក៏ដែលសំខាន់បំផុតនៅកម្លាំងថាពលរន្ទះទាំងអស់ហ្នឹងពូវីក៏បានបាញ់កម្លាំងថាពលរន្ទះទៅកាន់ព្រះប្រាថ្នាទាំង6ក៏ដូចជាមនុស្សចំណាស់ឌីមូជីយល់ទៅពួកគាត់ទៅពីគឺមិនដឹងថាកម្លាំងថាពលរន្ទះទាំងអស់ហ្នឹងវាគឺជាច្បាប់ហាមឃាត់អ្វីនោះទេហើយព្រះប្រាថ្នាទាំង6គាត់ក៏បានជោគអាចងរបស់គាត់ទៅប្រឹងជាមួយនឹងកម្លាំងថាពលរន្ទះហ្នឹងអញ្ចឹងណាក៏បានធ្វើឲ្យដៃអាចងរបស់គាត់ហ្នឹងគឺបានដាច់អស់មួយខាងដូច្នេះពួកគាត់ទាំងពីរក៏បានចុះថ្នាំពើកន្លងធាតុមកលេបនិងបាននិយាយថាពួកគាត់គឺមិនអាចនៅទីនេះបានយូរឡើយបើមិនចឹងនោះទេពួកគាត់ប្រកាសជាស្លាប់នៅជាន់ទី2ចាក់ជាមិនខានម្ល៉េះពួកគាត់ទាំងពីរក៏បានស្ប្រាច់ចិត្តស្ប្រាខ្លួនឆ្លងកាត់ក្បួនការបង្កើតនេះតែម្ដងទោះបីជាការឆ្លងកាត់នឹងធ្វើឲ្យកម្លាំងថាពលកម្រិតទីការវឹកខាត់របស់គាត់ថយចុះក៏ដោយគាត់ត្រូវតែឆ្លងកាត់ជំរះឲ្យតទៅបានដូច្នេះនៅទីបំផុតពួកគាត់ទាំងពីរក៏បានឆ្លងផុតដោយជោគជ័យហើយព្រះប្រាថ្នាទាំង6គាត់បាននិយាយទាំងកំហឹងទៅកាន់ Franklin ចឹងណាអាចឆ្មោះឯងប្រកាសជានឹងស្លាប់ចាក់ជាមិនខានអញ្ចឹងបន្ទាប់ពីគាត់ឆ្លងផុតក្បួននៃការបង្កើតនឹងបានឆ្លងផុតទៅដល់ជាន់ទី3ហើយកម្លាំងថាពលទាំងអស់ហ្នឹងក៏បានស្ងប់ស្ងាត់ទៅវិញចំណែក Franklin ក៏បានដឹងថាតើទិនជាមួយនឹងក្បួននៃការបង្កើតច្បាប់នៃការហាមឃាត់ចុងក្រោយនេះរួមទៅវាក៏បានប្រមូលផ្ដុំកម្លាំងថាពលច្បាប់នៃការហាមឃាត់ទាំងអស់ប្រមូលផ្ដុំគ្នាអញ្ចឹងណាហើយនឹងគិតថាព្រំច្បាប់នៃការហាមឃាត់វាជាស័ក្តិសមនឹងគេឈ្មោះរបស់វាពិតមែន Franklin បានឃើញដៃអាចងព្រះប្រាថ្នាទាំង6នៅទីនេះក៏បានបញ្ជាឲ្យអាដុងប្លូវស៊ីលីកូទៅជោគអញ្ចឹងណាហើយតែមួយជំហានហ្នឹងក៏បានរលាយទៅជាសារធាតុមួយដុំ Franklin ក៏បានប្រើប្រាស់កម្លាំងទេវភាពទៅប្រឌិតមើលចង់ដឹងថាវាគឺជាអ្វីប៉ុន្តែគឺមិនអាចស្វែងយល់ឬមួយក៏ដឹងថាវាគឺជាអ្វីឲ្យប្រកាសឡើយក៏បានត្រឹមតែយកវាទុកតែប៉ុណ្ណោះម្ល៉េះដុំប្លូវស៊ីលីកូក៏បានជាប្រាប់ Franklin លោកម្ចាស់នៅពេលនេះគ្មានតែម្នាក់ឯងតែប៉ុណ្ណោះថាពួកគេក៏ណាតែឆ្លងកាត់ក្បួនការបង្កើតនេះទៅជាន់ទី3តែម្ដងទៅកុំខាត់ពេលយូរអីអញ្ចឹងណាតែទៅបើចំណាយក៏ដោយ Franklin គិតថាតើជាមួយនឹងក្បួនការបង្កើតច្បាប់នៃការខនេះសម្បូរតែមនុស្សដែលស្ថិតនៅក្នុងកម្រិតទី5ក៏មិនអាចទប់ទល់ជាមួយនឹងកម្លាំងថាពលរបស់វាបានដែរអញ្ចឹងហើយខ្លួនគេក៏មិនអាចឆ្លងកាត់វាឬមួយក៏បំបាយវាតែបង្ខំបានឡើយអញ្ចឹង Franklin ក៏បានប្រើប្រាស់កម្លាំងថាពលរបស់ក្រមក៏ដូចជាកម្លាំងថាពលវិញ្ញាណទៅគ្រប់គ្រងនិងស្វែងយល់តើជាមួយនឹងក្បួនការបង្កើតនេះតែម្ដងហើយដល់រយៈពេល1ខែទៅ1ខែ1ឆ្នាំទៅ1ឆ្នាំក៏បានកន្លងផុតទៅអាដុងប្លូវស៊ីលីកូវាពិតជាធន់ទ្រាំខ្លាំងមែនទែនធន់ទ្រាំនឹងការរងចាំនិងគិតថាតែពេលណាលោកម្ចាស់គឺអាចបំបាយក្បួនការបង្កើតនេះបានទៅដូច្នេះដល់រយៈពេល3ឆ្នាំបានកន្លងផុតទៅក៏មានសាច់អាប៉ោះខ្មៅក៏បានបកមកក៏ធ្វើឲ្យអាដុងប្លូវស៊ីលីកូវាពិតជាភ័យខ្លាចខ្លាំងមែនទែនក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរអញ្ចឹងដល់អ្វីទាំងអស់នេះគឺដោយសារតែ Franklin គេបានប្រើប្រាស់កម្លាំងថាពលរន្ទះក្រមក៏ដូចជាកម្លាំងថាពលវិញ្ញាណទៅព្យាយាមលំពាត់គ្រប់គ្រងអានេះមានសញ្ញាក្បួននៃការបង្កើតនៅខាងក្នុងនេះអញ្ចឹងនេះទីបំផុត Franklin គេបានគ្រប់គ្រងក្បួននៃការបង្កើតច្បាប់នៃការហាមឃាត់នេះដោយជោគជ័យអាដុងប្លូវស៊ីលីកូវាពិតជាសប្បាយចិត្តនៃទីបំផុតលោកម្ចាស់គឺអាចគ្រប់គ្រងវាបានហើយដូច្នេះពួកគេទៅពីក៏បានស្វាខ្លួនឡើងទៅជាន់ទី3អញ្ចឹងណាប៉ុន្តែមានណាភ្លាមក៏មានអ្វីប្រចាំបានកាត់ឡើងដោយប្រភពដើមច្បាប់នៃការហាមឃាត់ទាំងអស់ហ្នឹងក៏បានប្រមូលផ្ដុំគ្នាក៏បានធ្វើឲ្យ Franklin ក៏ដូចជាអាដុងប្លូវស៊ីលីកូការស្គប់នៅមួយកន្លែងអញ្ចឹងដល់ក៏បានថាប្រភពដើមទាំងអស់ហ្នឹងក៏បានបង្កើតជាទម្រង់រឿងការមនុស្សដ៏ធំម្នាក់ដែលនោះគឺជាព្រះបូរ៉ានឹងឯងដែលគាត់ក៏បានជាប្រាប់ឈ្មោះរបស់គាត់មានឈ្មោះថាស៊ូស៊ីនិងបានជាទៅកាន់ Franklin ឯងក៏បានបំបាយច្បាប់នៃការហាមឃាត់ទាំងអស់នៅលើភ្នំហាមឃាត់នេះអញ្ចឹងគាត់នឹងផ្ដល់ជូនបន្ទះថ្មវ៉ាស្វាយដែលអាចបង្កើតទងនៃការបង្កើតឲ្យឯងធ្វើជារង្វាន់ហើយបើសិនបើឯងមានឱកាសអាចចូលក្នុងសម្បត្តិផ្លូវចិត្តរបស់គាត់បានអញ្ចឹងវត្ថុបុរាណក៏ដូចជាទ្រព្យសម្បត្តិទាំងអស់នឹងប្រែក្លាយជារបស់ឯងទាំងអស់ជាជាមិនខានបន្ថែមទៀតគាត់បាននិយាយណែនាំ Franklin នៅក្នុងការបង្កើតទងគឺចាំបាច់ប្រើប្រាស់នៅដុំមាសជាច្រើនហើយកាន់តែពិសេសទៀតបន្ទះពណ៌ស្វាយនេះថាវាមិនត្រូវបានផលិតឬមួយក៏បង្កើតនៅក្នុងភពផែនដីណាមួយឡើយទាំងអស់ហ្នឹងគឺត្រូវបានបង្កើតនៅក្នុងពិភពតារាម្ចាស់ទេ
បន្ទះថ្មប៉ស្ហ្វានឹងវាគឺជាសម្ភារៈចាំបាច់បំផុតនៅក្នុងការបង្កើតទង់ច្បាប់នៃការហាមឃាត់ផងដែរបន្ទាប់ពីគាត់និយាយណែនាំវ៉ាងលីនហើយចឹងក៏បានថាពុបដើមក៏បានចុះទៅទីកន្លែងដើមវិញហើយវ៉ាងលីនក៏ត្រូវបានស្រូបចូលមកកាន់ទីកន្លែងមួយទៀតចឹងវ៉ាងលីនតែបានឃើញថាគឺមានប្រាសាទមួយនៅចំពោះមុខចឹងណាហើយគេក៏បានប្រាប់ថាក៏បានថាពុតទៅពិភពទៅពិនិត្យមើលតែទោះបីយ៉ាងណាក៏ដោយគឺមិនអាចចូលទៅពិនិត្យមើលខាងក្នុងបានឡើយអញ្ចឹងហើយវ៉ាងលីនក៏បានត្រឹមតែប្រើអាដុំភ្លើងវវស៊ីលីកូចូលទៅពិនិត្យមើលតែប៉ុណ្ណោះយល់ទៅអាដុំភ្លើងវវស៊ីលីកូវាល្អរហូតចឹងណាតែទោះបីយ៉ាងណាក៏ដោយខាងក្នុងគឺគ្មានអ្វីគ្រោះថ្នាក់នោះទេវ៉ាងលីនគេក៏បានចូលទៅខាងក្នុងពិនិត្យមើលផងដែរដែលបានឃើញថានៅខាងក្នុងក៏មានផ្ទាំងគំនូរប្រមាណផ្ទាំងមិនតែប៉ុណ្ណោះក៏បានឃើញហឹបដាក់ទ្រព្យសម្បត្តិដែលមានតម្លៃផងដែរវ៉ាងលីនបានដឹងថាមើលទៅនៅទីកន្លែងហ្នឹងគឺមានមនុស្សជាច្រើនក៏បានបដោះទីកន្លែងនេះដោយសារតែនៅក្នុងហឹបហ្នឹងគឺគ្មានវត្ថុមិនតម្លៃនោះទេតែទោះបីយ៉ាងណាក៏ដោយវ៉ាងលីនក៏មានអារម្មណ៍បានដឹងថាគឺមានវិញ្ញាណនៅខាងក្នុងនេះទៀតចឹងណាចឹងវ៉ាងលីនគេបានពិនិត្យមើលតែបានឃើញថានៅខាងក្នុងហ្នឹងក៏មានផ្ទាំងផ្ទុកដែលមានតម្លៃមួយទៀតអាដុំភ្លើងវវស៊ីលីកូវាពិតជាសប្បាយចិត្តខ្លាំងមែនទែននឹងយកដែរទៅចាប់មើលតែក៏ត្រូវបានវ៉ាងលីនហាមឃាត់ប្រសិនបើឯងមិនចង់ស្លាប់បបនជីវិតនោះទេអញ្ចឹងគួរណាតែកុំប៉ះវាអីដល់វ៉ាងលីនក៏បានដឹងថានៅលើថង់ផ្ទុកហ្នឹងក៏មានច្បាប់នៃការហាមឃាត់ដោយកម្លាំងថាពលរបស់គេមាននៅពេលនេះគឺមិនអាចបំបាយវាបានឡើយក៏បានត្រឹមតែយកវាទុកសិនតែប៉ុណ្ណោះហើយនៅខាងលើនេះវិញគឺជាផ្លូវចាក់ចេញវ៉ាងលីនគេក៏បានឲ្យព្រលឹងពីដុំឲ្យអាដុំភ្លើងវវស៊ីធ្វើជារង្វាន់វាគិតថាវាតិចណាស់គេបានធ្វើការងារអស់ជាយូរហើយប៉ុន្តែក៏បានប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងឯងវាក៏បានស៊ីនិងបានចូលទៅក្នុងវត្តពិភពរបស់វ៉ាងលីនវិញទៅមិនតែប៉ុណ្ណោះវ៉ាងលីនគេក៏បានគិតទៅដល់ពីសម្ដីមនុស្សចំណាស់ដូចមួយជីផងដែរថាអាចចំប់ម្នាក់ហ្នឹងគេក៏មានអក្ខរាវិរុទ្ធនៃការស្លាប់យល់ទៅគាត់បានដឹងថាអក្ខរាវិរុទ្ធនៃការស្លាប់គឺអាចបំបែកនៅជាន់ទី3នៅបានអញ្ចឹងឯងវ៉ាងលីនគេក៏បានសម្រាប់ខ្លួនឡើងមកខាងលើមកដល់ទីកន្លែងនេះយល់ទៅនៅទីកន្លែងហ្នឹងគឺវាដូចជាទីកន្លែងស្មៅភូមិក្តៅទឹកដីផងដែរភ្លាមកំលាំងថាពលអក្ខរាវិរុទ្ធនៃការស្លាប់ដែលជាកំលាំងថាពលតែក្រមនៅក្នុងខ្លួនវ៉ាងលីនក៏មានប្រតិកម្មអញ្ចឹងណាក៏ធ្វើវ៉ាងលីនគេពិតជាមានការចាំដូច្នេះក៏ធ្វើវ៉ាងលីនគេបានដឹងថាមើលទៅនៅទីកន្លែងនេះគឺជាទីកន្លែងជាន់ទី3នឹងហើយ